មានប្រទេសមួយចាយលុយរាប់រយលានដុល្លារគ្រាន់តែការពារដុំថ្មតូចមួយដុំប៉ុណ្ណោះអ្នកគិតថានោះណាស់មែនទេប៉ុន្តែបើដឹងរឿងនៅពីក្រោយអ្នកនឹងបាក់ភ្លេចធំអ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយថាតើប្រទេសនេះធ្វើបែបនេះដើម្បីអ្វីតើនេះគឺជាទង្វើល្ងងឬក៏មានអ្វីនៅពីក្រោយខ្នងប្រទេសមួយនេះបានចំណាយលុយជាង70,000 លានយេនដើម្បីការពារផ្ទះថ្មមួយដុំដែលមានទំហំតូចជាងបន្ទប់គេងទៅទៀតផ្ទះថ្មនេះពិតជាតូចណាស់អ្នកអាចដើរឆ្លងកាត់វាបានក្នុងរយៈពេលត្រឹមតែ10 វិនាទីប៉ុណ្ណោះប៉ុន្តែវាត្រូវបានយាមការពារយ៉ាងយកចិត្តទុកដាក់ដោយដុំមាសមួយអញ្ចឹងមានជញ្ជាំងបេតុងព័ទ្ធជុំវិញនិងប្រព័ន្ធត្រួតពិនិត្យយ៉ាងហ្មត់ចត់ក្រុមអ្នកជំនាញខិតខំធ្វើការឥតឈប់ឈរដើម្បីរក្សាវាឲ្យអណ្ដែតនៅលើទឹកអរិយាពេលជាច្រើនឆ្នាំមនុស្សមានចម្ងល់ថាហេតុអ្វីធ្វើបែបនេះហេតុអ្វីបានជាត្រូវចាក់លុយរាប់រយលានដុល្លារទៅលើថ្មមួយដុំដែលគ្មាននរណាម្នាក់អាចរស់នៅបានទៅវិញចម្លើយនេះគឺថាវាមិនមែនស្ថិតនៅលើថ្មមួយដុំនោះទេប៉ុន្តែវាស្ថិតនៅក្នុងទឹកដែលនៅជុំវិញផ្ទាំងថ្មនោះទៅវិញទេមានមនុស្សតិចតួចបំផុតដែលដឹងពីតម្លៃរបស់វាពីពួកក្រមច្បាប់អន្តរជាតិសូម្បីតែដេកតូចមួយចំណុចបំផុតក៏អាចកាន់កាប់ផ្ទៃមហាសមុទ្ររាប់រយគីឡូម៉ែត្រផងដែរហើយជាមួយនឹងផ្ទៃមហាសមុទ្រនោះគឺពោពេញទៅដោយត្រីប្រេងនិងរ៉ែដ៏មានតម្លៃរាប់សិបពាន់លានដុល្លារឯណោះហើយបើសិនជាផ្ទាំងថ្មនោះបាត់ទៅនោះអ្វីៗទាំងអស់ក៏នឹងត្រូវបាត់បង់ទៅជាមួយផងដែរនោះមានន័យថាប្រទេសនោះនឹងបាត់បង់ធនធានស្បៀងអាហារសន្តិសុខធម្មពលនិងសូម្បីតែដែនទឹកយុទ្ធសាស្ត្រយោធាដើម្បីធានាថាវាមិនលិចទៅក្រោមទឹកនៅថ្ងៃណាមួយក្រុមវិស្វករជំនាញនៃប្រទេសនោះបានសាងសង់បេតុងដែកថែបនិងរនាំងទប់ទឹករលកដើម្បីការពារដុំថ្មនោះពួកគេថែមទាំងបានសាងសង់បន្ទប់ពីលើដុំថ្មនេះថែមទៀតដើម្បីកុំឲ្យមហាសមុទ្រលាបត្របាក់នៅថ្ងៃណាមួយដូច្នេះតែប្រទេសណាដែលចំណាយលុយដល់មហាសាលរហូតដល់ទៅ70,000 លានយេនឬក៏ស្មើទៅនឹង500 លានដុល្លារដើម្បីគ្រាន់តែការពារដុំថ្មដុំនេះហើយប្រទេសដែលខ្ញុំកំពុងនិយាយនេះនោះគឺប្រទេសជប៉ុនក្រោយពីបានដឹងហេតុផលនៅពីក្រោយនៃការការពារដុំថ្មដុំនេះតើអ្នកគិតថាជប៉ុនល្ងងឬក៏ឆ្លាត